ប្អូនទឹកមកវាយកខ្មុំបងប្អូនមិញទឹកវាច្រើនទឹកច្រើនតែវាខូចសាច់អស់ខ្លះដោយសារតែយើងកាប់ទៅវាអំពៅវាធ្ងន់ទៅវាធ្លាក់ខូចសាច់អស់ខ្លះនេះក្បាលទឹកវានេះហើយប្រដាប់យកយើងបងប្អូននេះហើយមាញ់ហ្នឹងរៀបយកឲ្យលត់ភ្លើងមកដល់បងប្អូនដល់ពេលអញ្ចឹងមានទេកាប់ឆៅមកដល់កាប់រត់កាប់ដើមពៅដាច់ហើយរត់វាផ្អើលពេញហ្នឹងនេះប្រដាប់យករបស់យើងឲ្យលត់ឈឹងបាត់ហើយតប៉ែដែរហ្នឹងតែឥឡូវយកបានជោគជ័យ